ជំរាបសួរជួបជាមួយនឹងខ្ញុំគឹមសុជីនថ្ងៃហ្នឹងខ្ញុំនឹងណែនាំអំពីការគណនាប្រាក់ឈ្នួលអបបរមាឆ្នាំ2026ចាច្បាប់នេះគឺចាប់ផ្ដើមអនុវត្តពេលដែលយើងធ្វើការចាប់ពីឆ្នាំ2026ខែ1ថ្ងៃទី1ទៅបានន័យថាប្រាក់ខែនៅធ្វើការនៅក្នុងខែហ្នឹងគឺនឹងត្រូវបើកនៅខែបន្ទាប់អញ្ចឹងខែ1គឺអត់ទាន់ចេញប្រាក់ខែហ្នឹងទេតើបងប្អូនធ្វើការខែ1ហ្នឹងឲ្យពេញខែដល់ខែ2ទើបអាចចេញប្រាក់ខែ1ហ្នឹងគឺអនុវត្តទៅលើប្រាក់ឈ្នួលនេះនឹងឯង ចាសម្រាប់ប្រាក់ឈ្នួលគិតជាម៉ោងគោលវិញនៅក្នុង1ម៉ោង1320វ៉ុននេះគឺជាប្រាក់ឈ្នួលគោលដែលធ្វើការក្នុងមួយថ្ងៃ8ម៉ោងនៅក្នុងថ្ងៃធម្មតាដែលមិនមែនជាថ្ងៃសម្រាកឬក៏ថ្ងៃក្រហមនោះទេចាឥឡូវយើងមើលពីម៉ោងថែមវិញគឺម៉ោងថែមក្នុង1ម៉ោងគឺ15480វ៉ុននេះគឺបានន័យថាយើងធ្វើការថ្ងៃធម្មតាប៉ុន្តែលើសពី8ម៉ោងទើបយើងគុណនឹងម៉ោងថែមហ្នឹងឧទាហរណ៍ថាធ្វើការ10ម៉ោង8ម៉ោងគឺគេគុណនឹងម៉ោងគោល10320វ៉ុន2ម៉ោងទៀតគឺគុណនឹងម៉ោងថែម15480វ៉ុនឧទាហរណ៍ទី2មួយទៀតចាធ្វើការថ្ងៃសម្រាប់8ម៉ោងក៏ត្រូវគុណនឹង15480វ៉ុនដែរចាសម្រាប់1ម៉ោង2640វ៉ុននេះគឺធ្វើការនៅក្នុងថ្ងៃសម្រាប់ហើយថែមម៉ោងទៀតបានន័យថាថ្ងៃសម្រាប់8ម៉ោងគឺគេគុណនឹង1.5ទេប៉ុន្តែបើលើសពី8ម៉ោងទើបគេគុណនឹង2ស្មើនឹង24640វ៉ុនអញ្ចឹងឧទាហរណ៍តើនៅក្នុងថ្ងៃអាទិត្យគឺជាថ្ងៃសម្រាប់របស់យើងធ្វើការបាន10ម៉ោងអញ្ចឹងពី8ម៉ោងគឺម៉ោងគោលហ្នឹងគេគុណនឹង1.5ទេប៉ុន្តែ2ម៉ោងគេហៅថាម៉ោងថែមនៅថ្ងៃសម្រាប់ហ្នឹងគឺគេគុណនឹង2640វ៉ុនចាសម្រាប់ប្រាក់ឈ្នួលអបបរមាគិតជាខែវិញនៅក្នុងមួយខែគឺយើងធ្វើការ209ម៉ោងហ្នឹងគឺបាន2,156,880វ៉ុនបានន័យថានៅក្នុងមួយសប្តាហ៍គឺយើងធ្វើ40ម៉ោងអញ្ចឹងមួយខែយើងធ្វើ209ម៉ោងក្នុងមួយខែហ្នឹងគឺយើងទទួលបានចំនួនប៉ុណ្ណឹងបងប្អូនដឹងហើយថានៅក្នុងមួយសប្តាហ៍គឺយើងត្រូវបានមួយថ្ងៃបន្ថែមមកគេហៅថាប្រាក់បន្ថែមចុងសប្តាហ៍ប្រាក់ឈ្នួលនេះគឺមានបូករួមជាមួយនឹងប្រាក់បន្ថែមចុងសប្តាហ៍រួចជាស្រេចហើយចំណែកចំណុចសំខាន់ទី1ដែលបងប្អូនត្រូវដឹងមិនថាធ្វើការវេនយប់វេនថ្ងៃឬថ្ងៃសម្រាប់ឬក៏មិនថ្ងៃសម្រាប់នោះទេឲ្យតែឆ្លងកាត់ចន្លោះម៉ោង10យប់ដល់ម៉ោង6ព្រឹកនៅក្នុងចន្លោះម៉ោងហ្នឹងគឺយើងត្រូវបានប្រាក់បូកបន្ថែម50%ទៀតស្មើនឹង5160វ៉ុនក្នុង1ម៉ោងចំណុចសំខាន់ទី2ដែលបងប្អូនត្រូវដឹងគឺរាល់ក្រុមហ៊ុនទាំងអស់មិនថាគ្រប់វិស័យការងារណានោះទេបើមានបុគ្គលិកក្រោម5នាក់មិនទទួលបានប្រាក់ឈ្នួលបន្ថែមម៉ោងនោះទេគឺយើងធ្វើថែមម៉ោងប្រហែលម៉ោងក៏យើងគុណនឹងម៉ោងគោលដែរគឺបានតែអត្តភាពក្រុមហ៊ុនដែលមានបុគ្គលិកលើសពី5នាក់ប៉ុណ្ណោះ